ចំនួន2ប្រជាជននៅខេត្តបាត់ដំបងមិនទាយមានជ័យចូលចិត្តដាំស្រូវផ្កាម្លិះផ្កាខ្ញីនាងអំផ្ការំដួលព្រោះស្រូវទាំងនេះមានឲ្យជារសឆ្ងាញ់ពីសាបច្ចុប្បន្នវ័យកសិករកាន់តែអភិវឌ្ឍប្រជាកសិករច្រើនធ្វើស្រូវប្រព័ន្ធវប្បកម្មនិងស្ទង់ស្រូវមួយដើមតាមការណែនាំរបស់ក្រសួងកសិកម្មដើម្បីសន្សំសំចៃពូជនិងទទួលបានផលច្រើនលើសពីនេះទៅទៀតកសិករបានទទួលការណែនាំប្រើជីធម្មជាតិនិងជីកំប៉ុស្តបច្ចុប្បន្នកសិករចំនួនបោះចំហៀនទៅប្រើគោយន្តដើម្បីភ្ជួរដីនិងប្រើម៉ាស៊ីនបូមទឹកម៉ាស៊ីនបោកស្រូវជំនួសកម្លាំងគោក្របីពួកក៏ទទួលផលបានច្រើនធ្វើឲ្យជីវភាពពួកគាត់ធូរធារជាលំដាប់